សូមមើលព្រះបន្ទូលអំពីភាពកតញ្ញូដែលព្រះបានប្រទាននៅក្នុងចោទយកថាជំពូក 5 ការថយចុះនៃតម្លៃប្រពៃណីល្អៗរួមទាំងភាពកតញ្ញូការគោរពឪពុកម្ដាយនិងទំនៀមទម្លាប់ដើមគឺជាបាតុភូតដ៏គួរឲ្យកត់សម្គាល់ក្នុងសង្គមបច្ចុប្បន្ននេះនៅពេលទ្រព្យសម្បត្តិកាន់តែកើតឡើងហើយបុគ្គលនិយមកាន់តែរីករាលដាលយើងកំពុងរស់នៅក្នុងសម័យមួយដែលមនុស្សមិនអាចអត់ធ្មត់នឹងការលំបាកផ្ទាល់ខ្លួនបានឡើយដូច្នេះជារឿងគួរឲ្យខ្លោចចិត្តណាស់ពេលឮព័ត៌មានថាកូនប្រើហិង្សានិងធ្វើបាបឪពុកម្ដាយខ្លួនឯងនោះប៉ុន្តែយើងមិនត្រូវរៀនឬយកតម្រាប់ពីមនុស្សជំនាន់អាក្រក់នេះឡើយយើងត្រូវធ្វើតាមសេចក្តីបង្រៀននៃការគោរពប្រតិបត្តិដែលព្រះបានប្រទានដោយមានភាពកតញ្ញូដល់ឪពុកម្ដាយយើងតាមព្រះハរតីព្រះវរបិតាព្រះមេដាហើយបំពេញកាតព្វកិច្ចជាកូនកតញ្ញូចំពោះឪពុកម្ដាយខាងវិញ្ញាណរបស់យើងផងដែរសូមមើលព្រះបន្ទូលក្នុងចោទយកថាជំពូក 5 ខ 15 ចូលឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយឯងដូចជាព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបង្គាប់មកដើម្បីឲ្យឯងបានអាយុវែងហើយឲ្យបានសប្បាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានមកយើងអាចឃើញព្រះបន្ទូលដូចគ្នាថាចូលឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយហើយចូលរៀនឲ្យមានភាពកតញ្ញូចុះបានលេចឡើងជាច្រើនពេញក្នុងព្រះគម្ពីរដូច្នេះក្នុងចំណោមគម្ពីរទាំង65មួយកាន់ព្រះបានរៀបចំគំរូមួយឲ្យយើងបានរៀនពីភាពកតញ្ញូនោះហើយថ្ងៃនេះយើងនឹងពិនិត្យមើលភាពកតញ្ញូរបស់នាងរស់និងភាពកតញ្ញូរបស់កូនឋានសួគ៌ចំពោះព្រះខ្ញុំសូមសង្ខេបខ្លឹមសារក្នុងជំពូកមួយនៅក្នុងគម្ពីរនាងរស់មានស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះណាអូមីមានកូនប្រុស2នាក់ម្នាក់ឈ្មោះគីលីយ៉ុនហើយម្នាក់ទៀតឈ្មោះម៉ាឡូនប្រពន្ធរបស់គីលីយ៉ុនឈ្មោះអាប៉ានិងប្រពន្ធរបស់ម៉ាឡូនឈ្មោះនាងរស់គ្រួសារនេះរស់នៅស្រុកម៉ូអាប់ប៉ុន្តែកន្លែងនោះប្រឈមនឹងការលំបាកផ្សេងរួមទាំងអំណត់ផងដែរនៅទីបំផុតពួកគេក៏ត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញពួកគេមានដើមកំណើតមកពីភូមិបេត្លេហឹមក្រោយមកប្តីរបស់ណាអូមីបានស្លាប់ហើយកូនប្រុស2នាក់របស់នាងគឺគីលីយ៉ុននិងម៉ាឡូនក៏ស្លាប់ទៅដែរដូច្នេះនៅទីបំផុតមានគ្នាតែ3នាក់ប៉ុណ្ណោះក្នុងគ្រួសារគឺណាអូមីជាម្ដាយក្មេកអាប៉ានិងនាងរស់ជាកូនប្រសារស្រីហើយពួកគេគ្មានជម្រើសអ្វីក្រៅពីត្រឡប់ទៅស្រុកកំណើតវិញឡើយនៅក្នុងសម័យដែលពឹងផ្អែកជាខ្លាំងលើការធ្វើស្រែចម្ការក្នុងពេលនោះមានការងារជាច្រើនសម្រាប់មនុស្សប្រុសប៉ុន្តែការងារសម្រាប់មនុស្សស្រីមានមិនច្រើនទេដូច្នេះទោះពួកគេតាមរស់នៅជាមួយណាអូមីក៏ដោយក៏កូនប្រសារទាំងពីរគ្មានមធ្យោបាយចិញ្ចឹមជីវិតបានឡើយលើសពីនេះដោយមានចិត្តអាណិតកូនប្រសារស្រីទាំងពីរនាក់ដែលនៅក្មេងៗណាអូមីមានបំណងចង់ឲ្យពួកគេទៅស្រុកកំណើតវិញដោយនិយាយថាចូលកូនទាំងពីរត្រឡប់ទៅស្រុកកំណើតហើយរៀបការម្ដងទៀតទៅហើយចូលឲ្យកូនបានសេចក្តីស្រាក់ស្រានក្នុងជីវិតដែលសេះសល់ចុះគុំនៅឯកាបែបនេះអីអាប៉ាបានប្រកែកថាចង់នៅជាមួយម្ដាយដល់ទីបញ្ចប់ប៉ុន្តែទីបំផុតនាងក៏បានត្រឡប់ទៅស្រុកកំណើតវិញទៅឯនាងរស់បានគិតថាបើខ្ញុំទុកម្ដាយក្មេកខ្ញុំចោលតើអ្នកណានឹងមើលថែគាត់ទៅគាត់គ្មានកូនណាទៀតទេហើយពុកក្មេកក៏បានស្លាប់ទៅដែររួចនាងរស់បានបដិញ្ញាចិត្តថាកូននឹងតាមអ្នកម្ដាយដល់ចុងបំផុតត្បិតកន្លែងណាដែលអ្នកម្ដាយអញ្ជើញទៅនោះខ្ញុំនឹងទៅតាមហើយកន្លែងដែលអ្នកម្ដាយស្នាក់នៅនោះខ្ញុំក៏នឹងនៅដែរសូមកុំឲ្យខ្ញុំត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំឡើយទោះនាងរស់ជាសាសម៉ូអាប់មិនមែនជាសាសអ៊ីស្រាអែលក៏ដោយក៏នាងរស់បានបដិញ្ញាចិត្តចំពោះណាអូមីដោយអះអាងថាសាសរបស់អ្នកម្ដាយនឹងបានជាសាសរបស់ខ្ញុំហើយព្រះរបស់អ្នកម្ដាយនឹងបានជាព្រះរបស់ខ្ញុំដែរដូច្នេះសូមកុំឲ្យខ្ញុំឃ្លាតចេញពីអ្នកម្ដាយទៅឡើយដោយការតាំងចិត្តបម្រើម្ដាយបែបនេះនាងក៏បានសម្រេចចិត្តទៅតាមម្ដាយក្មេកទៅរឿងនេះបានកត់ទុកនៅក្នុងគម្ពីរនាងរស់ហើយការពិតដែលថាជីវិតខាងវិញ្ញាណរបស់យើងដែលធ្លាប់តែត្រូវស្លាប់នោះឥឡូវនេះអាចមានវត្តមាននៅទីនេះនៅក្នុងសេចក្តីស្រឡាញ់និងព្រះពរដ៏បរិបូរណ៍ពីព្រះទាំងអស់នេះគឺដោយសារតែការបូជាដ៏បរិសុទ្ធរបស់ព្រះមែនទេ
ដូច្នេះទាំងអ្នករាល់គ្នានឹងខ្ញុំយើងត្រូវតែក្លាយជាកូនដែលបង្ហាញភាពកតញ្ញូនៃភក្តីភាពចំពោះព្រះដោយឆ្លុះបញ្ចាំងពីគំរូរបស់នាងរស់